អ្នកដែលជួបបរិយាគាត់តែងតែបរាជ័យក្នុងការផ្ដាច់បរិយាហើយគាត់ត្រូវធ្វើមិនទៀតគ្រូតោះយើងទៅមើលទាំងអស់គ្នាស្អីអ្នកទាំងអស់គ្នាវីដេអូមុនខ្ញុំប្រាប់5ចំណុចដែលថាគាត់នឹងអាចផ្ដាច់បរិយាបាន 100% ណាទោះបីជាជួបយូរក៏ដោយប៉ុន្តែដល់ពេលគាត់កំពុងតែផ្ដាច់ទៅក៏គាត់បរាជ័យអញ្ចឹងតើយើងគួរធ្វើមិនទៀតអញ្ចឹងបើសិនបើបរាជ័យហើយមកជួបទៀតខ្ញុំមាន4ចំណុចត្រូវអនុវត្តថែមទៀតណាចំណុចទី1កុំបន្ទោសខ្លួនឯងប្រាប់ថាវាជាការច្រឡំទេហើយជារឿងធម្មតាសម្រាប់មនុស្សទូទៅបាត់ហើយណាគាត់ជួបបរិយាយូរហើយតាំងពីណាពីណីមកបន្ទាប់មកគាត់ចង់ផ្ដាច់ភ្លាមមិនបានទេតែងតែមានអារម្មណ៍ចង់ទៅជួបបរិយាទៀតហើយជាទម្លាប់របស់គាត់ណាអញ្ចឹងវាជារឿងធម្មតាសម្រាប់អ្នកជួបបរិយាហើយផ្ដាច់បរិយាទេណាចំណុចទី2ត្រូវតែប្រាប់ខ្លួនឯងថាអាការជួបបរិយាហ្នឹងគឺមានបញ្ហាច្រើនមែនទែនសម្រាប់សុខភាពរបស់គាត់បញ្ហាសួតបញ្ហាបេះដូងខ្សែជើងបេះដូងបញ្ហាដាច់ខ្សែជើងខួរក្បាលស្ទះសរសៃជើងខួរក្បាលជាដើមណារំលឹកទៀតណាចំណុចទី3គឺត្រូវតែសម្រេចចិត្តម្ដងទៀតថាចង់ផ្ដាច់ឬក៏មិនចង់ផ្ដាច់ដាក់ថ្ងៃដាក់ខែដាក់ម៉ោងឲ្យត្រឹមត្រូវមកថ្ងៃណាចង់ផ្ដាច់បរិយាហ្មងហើយចំណុចទី4ចុងក្រោយគ្រួសារមិត្តភ័ក្តិតាមមើលគាត់ផងណាហ្នឹងហើយអញ្ចឹងបើសិនបើអត់មានការ support ពីគ្រួសារទេចាំតែបន្ទោសចាំតែចាប់កំហុសគឺមិនផ្ដាច់បានទេជក់នៅតែជក់អញ្ចឹងបញ្ហានៅតែមានអញ្ចឹងណាដូច្នេះសង្ឃឹមថា4ចំណុចខាងលើនេះគាត់នឹងអាចផ្ដាច់បរិយាបាន 100%